បាតកោអ៊ីរ៉ង់បន្តតវ៉ាប្រឆាំងនឹងការបង្ក្រាបខណៈវីដេអូបង្ហាញពីការប៉ះទង្គិចគ្នាដោយហិង្សាស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់កំពុងមានភាពតានតឹងខ្លាំងបន្ទាប់ពីបាតកម្មប្រឆាំងរដ្ឋាភិបាលបានរីករាលដាលពាសពេញប្រទេសអស់រយៈពេលជាង2សប្តាហ៍មកនេះចាប់តាំងពីចុងខែធ្នូឆ្នាំ2025មកបើទោះបីជាមានការបង្ក្រាបយ៉ាងចាស់ដៃពីសំណាក់កងកម្លាំងសន្តិសុខក៏ដោយក៏ក្រុមបាតកោនៅតែបន្តចេញមុខតវ៉ានៅលើដងផ្លូវការប្រែប្រាស់ហិង្សានិងការបាញ់ប្រហារដែលត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គមបានបង្ហាញពីការប៉ះទង្គិចគ្នាយ៉ាងសាហាវរវាងក្រុមបាតកោនិងកងកម្លាំងសន្តិសុខមានសេចក្តីរាយការណ៍ថាអាជ្ញាធរបានប្រើប្រាស់គ្រាប់កាំភ្លើងពិតដើម្បីបាញ់បង្ក្រាបក្រុមបាតកោនៅក្នុងទីក្រុងជាច្រើនយោងតាមអង្គការសិទ្ធិមនុស្សចំនួនអ្នកស្លាប់បានកើនឡើងដល់យ៉ាងហោចណាស់192នាក់គិតត្រឹមថ្ងៃទី11ខែមករាឆ្នាំ2026មកខណៈដែលមនុស្សរាប់ពាន់នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួននិងឃុំខ្លួនការតវ៉ានេះបានផ្ទុះឡើងដំបូងដោយសារតែការធ្លាក់ចុះយ៉ាងគំហុកនៃតម្លៃប្រាក់រៀលនិងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរប៉ុន្តែវាបានក្លាយទៅជាការបាក់បោផ្នែកនយោបាយដែលទាមទារឲ្យមានការផ្លាស់ប្តូររបបដឹកនាំនិងការចុះចេញពីតំណែងរបស់មេដឹកនាំកំពូលអាយ៉ាថូឡាអាលីខាមេណាអ៊ីរដ្ឋាភិបាលអ៊ីរ៉ង់បានសម្រេចកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិតនៅទូទាំងប្រទេសដើម្បីរារាំងក្រុមបាតកោមិនឲ្យទាក់ទងគ្នានិងដើម្បីលាក់បាំងសកម្មភាពបង្ក្រាបពីក្រសែភ្នែកពិភពលោកអង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងនិងបានអំពាវនាវឲ្យអាជ្ញាធរអ៊ីរ៉ង់បញ្ឈប់ការប្រើប្រាស់ហិង្សាលើប្រជាពលរដ្ឋដែលតវ៉ាដោយសន្តិវិធីសម្រាប់របាយការណ៍លម្អិតអំពីការងើបបះបោរនៅអ៊ីរ៉ង់និងការប្រឈមមុខដាក់គ្នាដ៏ស្រួចស្រាលខណៈដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ស្ថានភាពនៅប្រទេសអ៊ីរ៉ង់បានឈានដល់ចំណុចរបួសមួយដ៏គ្រោះថ្នាក់បាតកម្មដែលបានចាប់ផ្ដើមពីបញ្ហាជីវភាពបានវិវត្តទៅជាចលនាទាមទារសេរីភាពនិងប្រជាធិបតេយ្យដ៏ធំធេងក្នុងរយៈពេលជាច្រើនទសវត្សរ៍មកទោះបីជាមានការរដ្ឋបတ်លើប្រព័ន្ធអ៊ីនធឺណិតប៉ុន្តែវីដេអូជាច្រើនដែលលេចធ្លាមកក្រៅបានបង្ហាញពីការប្រើប្រាស់កម្លាំងកងកម្លាំងសន្តិសុខរួមមានកងឆ្មាំងបដិវត្តន៍បានប្រើប្រាស់ឧទ្ធម្ចាហត្ថនិងរថទេពាដែកដើម្បីបំបែកភងមនុស្សអាជ្ញាធរត្រូវបានគេរាយការណ៍ថាបានប្រើប្រាស់កាមេរ៉ាសុវត្ថិភាពឆ្លាតវៃដើម្បីកំណត់អត្តសញ្ញាណបាតកោនិងតាមចាប់ខ្លួនដល់គេហដ្ឋាននៅពេលយប់មូលហេតុឬគល់នៃកំហឹងសាធារណជនក្រៅពីបញ្ហាសេដ្ឋកិច្ចដែលបានរៀបរាប់ខាងលើមានកត្តាជំរុញផ្សេងទៀតរួមមានការរដ្ឋបាលសិទ្ធិសេរីភាពស្ត្រីដែលបានបន្តឲ្យមានការតវ៉ាប្រឆាំងនឹងច្បាប់បង្ខំឲ្យពាក់ហ៊ីಜಾបនៅតែជាឆ្អឹងខ្នងនៃចលនានេះអំពើពុករលួយនៅជួររដ្ឋាភិបាលដែលបណ្ដាលប្រជាជនអ៊ីរ៉ង់ជាច្រើនមានការខឹងសម្បារចំពោះការចំណាយថវិកាជាតិយ៉ាងសន្ធឹកសន្ធាប់លើវិស័យយោធានិងការគាំទ្រក្រុមប្រដាប់អាវុធនៅក្រៅប្រទេសខណៈដែលប្រជាជនក្នុងស្រុកកំពុងជួបការលំបាកសម្រាប់ប្រតិកម្មពីរដ្ឋាភិបាលទីក្រុងតេហេរ៉ង់វិញរដ្ឋាភិបាលអ៊ីរ៉ង់បានបដិសេធការចោទប្រកាន់អំពីការសម្លាប់រង្គាលដោយលើកឡើងថាពួកគេកំពុងប្រយុទ្ធប្រឆាំងនឹងក្រុងភេរវៈនិងអ្នកបំបែកសន្ធិដែលគាំទ្រដោយបរទេសជាពិសេសសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលអាជ្ញាធរបានចាប់ផ្ដើមបោសវនកម្មកាត់ទោសប្រជាជនជាសាធារណៈដោយមានមនុស្សចំនួនត្រូវបានកាត់ទោសប្រហារជីវិតរួចហរិស្រេចដើម្បីបន្លាមឲ្យអ្នកដទៃកុំឲ្យចេញមកតវ៉ាចំណែកផលប៉ះពាល់លើឆាកអន្តរជាតិវិញសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មថ្មីៗលើបុគ្គលនិងអង្គការអ៊ីរ៉ង់ដែលពាក់ព័ន្ធនឹងការបង្ក្រាបសម្រាប់តម្លៃប្រេងពិភពលោកដោយសារអ៊ីរ៉ង់ជាអ្នកផលិតប្រេងដ៏ធំការមិនស្ថិរនេះបានធ្វើឲ្យតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិមានការប្រែប្រួលដែលប៉ះពាល់ដល់សេដ្ឋកិច្ចសកល